បងខ្ញុំចង់ដឹងថាការសិក្សាជំនាញណាមួយនៅក្នុងផ្នែកអាកាសចរណ៍ស៊ីវិលតើមានភាពលំបាកអត់ខ្ញុំទទួលបានសំណួរនេះពីបងប្អូនជាក់ស្ដែងការសិក្សានៅក្នុងជំនាញនេះគឺទាមទារឲ្យសិស្សអាចប្រើប្រាស់ភាសាអង់គ្លេសបានដោយជាក់ស្ដែងកម្មវិធីសិក្សាគឺមានភាសាខ្មែរមានភាសាអង់គ្លេសប៉ុន្តែសាស្ត្រាចារ្យគឺធ្វើបទបង្ហាញជាទូទៅគឺជាភាសាអង់គ្លេសអញ្ចឹងទាមទារឲ្យយើងត្រូវចេះអានហើយស្វ័យសិក្សាអំពីពាក្យនីមួយៗនឹងព្រោះថានៅក្នុងផ្នែក Civil Aviation វា link រវាងបណ្ដាប្រទេសនីមួយៗជុំវិញពិភពលោកចូលគ្នាអញ្ចឹងគេត្រូវការច្បាប់មួយដែលចងក្រងជាភាសាណាមួយអញ្ចឹងភាសាអង់គ្លេសជាភាសាគោលនឹងឯងហើយច្បាប់ទាំងអស់នោះគឺបណ្ដាប្រទេសនីមួយៗដែលជាសមាជិកហ្នឹងត្រូវតែអនុលោមអញ្ចឹងប្រទេសនីមួយៗត្រូវតែយល់អំពីខ្លឹមសារនិងការប្រើប្រាស់ពាក្យពេចន៍ទាំងអស់ហ្នឹងឯងអញ្ចឹងយើងណាក៏ធ្លាប់បានបកប្រែមកជាខេមរៈភាសាដែរប៉ុន្តែវាមិនបានគ្រប់ជ្រុងជ្រោយអញ្ចឹងវាត្រូវទាមទារឲ្យយើងហ្នឹងត្រូវតែមើលបន្ថែមទៅលើច្បាប់ដើមជាភាសាអង់គ្លេសទាំងអស់ហ្នឹងហ្នឹងហើយគឺជាផលវិបាកមួយនៅក្នុងការសិក្សាហ្នឹងម្យ៉ាងវិញទៀតបើសិនបើអ្នកនរគ្នាអត់ចូលចិត្តច្បាប់ហើយគេចេញពីសាលាច្បាប់មករៀនអាកាសចរណ៍គិតខុសហើយនៅពេលដែលអ្នកមករៀននៅទីនេះគឺនឹងត្រូវរៀនច្បាប់ដដែលហើយច្បាប់នោះតាក់ទងនឹងអាកាសចរណ៍ស៊ីវិលអន្តរជាតិទៀតដែលវាមានភាពលំបាកឬក៏ស្មុគស្មាញពិបាកយល់ជាងច្បាប់នៅប្រទេសយើងទេព្រោះថាវាមានតែពាក្យបច្ចេកទេសជាភាសាអង់គ្លេសហើយយើងត្រូវបកស្រាយខ្លឹមសារមកជាភាសាខ្មែរអញ្ចឹងហើយពាក្យបច្ចេកទេសទាំងអស់នោះវាពិបាកយល់